mà nụ đâu chết ai thay riêng rồi bao dân sát cho mình long ba cô rồi bao dân ấy nhom kia bằng lòng chọn ba cô này niên này nhom dọc đây chuột ta bạn chưa mở đây nè cặp kinh chân thế xong tập hăng trắng đây mấy ba chị ấy chuột vào đây đục tiền dươngខ្ញុំច្រឡំស្មានតែឃ្លាំងតំណែងអីញ៉ាំជូតចោល đây mấy ai vô vào đây chuột lên đại dương chứ à ui ai vậy đấy សុំទៅជាលើកទី2លោកនាងអីនេះចាំខ្ញុំបោះចោលកន្លែងផ្សេង tua anh người ai đi chừng rạch bên លោកនាងទូលោកនាងចាស់ដែរគួរតែបដូរថ្មីទៅ ơi ai đi trò bếp bên chỉ một ply dương đó hơi này ở lớn đi chỗ đâu mà thiên bò dương cho ai vừa pe sạc cam 10 dương ពេលសកកម្មអីទៅលោកនាងវាយរំលោភឬមួយសម្លាប់ anh ơi chọn chị anh về đây anh thứ một cái đại dương anh cho sầm lắm anh ấy mình bay từng o cứ dương cho anh tam đàn sợi mình đừng នេះលោកនាងចង់ឲ្យខ្ញុំទៅចាប់នាងឲ្យលោកនាងលោកមែនទេ sừng kị anh khóc chỉ lương chị mày ơi dương cho anh tam đàn sợi mình đừng chọn đấng thà điên thưa cả ấy ការងារហ្នឹងឯងមិនអីទេចាំខ្ញុំសុំសង្សាររបស់ខ្ញុំសិន ơi anh chỉ côn pro dạng mấy địa cả như sầm khan dạng đi dương khó đại anh vừa hơi anh từ sông sọc xa anh chị chọn chỉ pro pro của tôi có bật bên មិនដឹងជាគ្រាន់បើស្អីទេខ្លាចប្រពន្ធដូចតែគ្នាសោះ ឥឡូវតែមកមានមីឆាញ៉ាំមីឆាអត់ គេអត់ចង់ញ៉ាំមីឆាទេគេចង់ញ៉ាំនំបប៉ែ នំអីគេនំអីគេ នំបប៉ែអូ សុបប៉ាមែន អត់សុបប៉ែទេគេចង់ញ៉ាំនំបប៉ែនំប៉ែ ហើយបើអត់មាននំប៉ាផងហើយរហូតណា អត់ដឹងឯងបើអត់មាននំបប៉ែគេអត់ញ៉ាំទេញ៉ាំអូនឯងក៏បានដែរអត់ញ៉ាំញ៉ាំខ្លាំងអត់ញ៉ាំអូយមកមកគេចង់ញ៉ាំនំបប៉ែអត់គេញ៉ាំញូសុបប៉ែម៉ាច់ មកនិយាយច្បាស់មើលអញចង់ញ៉ាំនំអីគេ គេចង់ញ៉ាំនំប៉ែ និយាយមិនស្ដាប់គ្នាសោះបាច់មាត់ថាម៉ាក់ស៊ីនំប៉ែហ្នឹងឡើយ គេថាជូតសោះនឹងអត់ស្រឡាញ់គេ និយាយមិនចេះស្ដាប់គ្នា ឥឡូវយើងមកញ៉ាំអីឯងដល់មកធ្វើការហ្មង ថ្ងៃហ្នឹងបាច់ធ្វើការមួយថ្ងៃទេតោះបងលំតោ បងណែណាវិញ ទៅហាងម៉ូតូមហាលៀប មកទៅមកអញ្ចឹង មក តែឈៀវថ្ងៃហ្នឹងអតិថិជនច្រើនអត់អូន មានអីច្រើនតា អេបើអញ្ចឹងបងសុំថើបមួយមកក៏អូបណាស់តែឈៀវគឺចិត្តទេបងមានរឿងមួយចង់ប្រាប់អូនឯង ណែប៉ាំងបាយវត្តលោកឯងមានរឿងអីចង់ប្រាប់ខ្ញុំទៀតហីកុំថាតែធ្វើជនប្រកបទៀតណា ម្ដងនេះលែងធ្វើជាជនបង្កប់ហើយគឺធ្វើជាជនស៊ើបការវិញម្ដង ណែហើយជនស៊ើបការមួយជនប្រកបហ្នឹងវាខុសគ្នាត្រង់ណា តាឈៀវចាំបងបញ្យលជនបង្កប់គេងលើក្រែជាមួយគេជនស៊ើបការគ្រាន់តែនៅពីចម្ងាយទេ នៅពីចង្ងាយយូរប្រកាសជាឡើងក្រែជាមួយគេ បងមិនក្បត់ខ្លួនឯងទេនេះជាបញ្ជាថ្នាក់លើបងធ្វើទាំងបង្ខំ កុំឲ្យខ្ញុំដឹងណាថាបងឯងធ្វើអីប្រដេះប្រាស់ជាមួយគេប្រយ័ត្នខ្ញុំកាត់ឥឡូវភៀវមកឲ្យខ្ញុំទៅមើលភៀវសិន អីយ៉ានាងម្នាក់ហ្នឹងឃើញតើលោកនេះឲ្យស៊ើបការនោះ អូជំរាបសួរបងចាបងឯងមកហៅមើលអីដែរអូនចង់ញ៉ាំនំប៉ប៉ែនំប៉ប៉ែស្អីមកហៅបងលុំម៉ូតូបងអូបងឯងមកបងលុំម៉ូតូត្រូវហើយបងឯងនឹងអត់ហាងម៉ូតូមហាលៀបពេលបងឯងបងលុំម៉ូតូគឺមានកដោឲ្យបងឯងជាច្រើនមែនតើហ្មងហើយសំខាន់ណាបានទូរស័ព្ទហើយនឹងលុយ50ម៉ឺនទៀតលុយមែនចាអូនចង់ញ៉ាំប៉ប៉ែដែរអូយនៅនឹងអត់មានលក់នំប៉ប៉ែទេហើយនិយាយចឹងមកឯងមកបងលុំហើយមកឯងធ្វើការអីគេដែរខ្ញុំធ្វើការរោងចក្របងអូបើធ្វើការរោងចក្រត្រូវហ្មងបងព្រោះដោយសារហាងម៉ូតូយើងសបោអ្នករោងចក្រគាត់មកបងលុំមែនតើហ្មងហើយបើបងឯងមានប្រាក់ខែកោចាប់ពី150ទៅគឺយកម៉ូតូជិះបានភ្លាមហ្មងត្រូវបាច់ចាពួកខ្ញុំមានឡើងពី150ទៀតពីនេះអូនដល់នឹងទៀត លោកនាយខ្ញុំស៊ើបការបានសម្រេចហើយ ស៊ើបការបានសម្រេចហើយហើយចូលនេះនឹងធ្វើការអីចុះ ធ្វើការរោងចក្រ ធ្វើការរោងចក្រ មានបញ្ហាអីមែនទេលោកនាយ អើយមានបញ្ហាអីទេគ្រាន់តែឃើញយើងដឹងវាលុយឆាយវាលុយជាងយើង លុយយ៉ាងម៉េចទៅលោកនាយ វាលុយជាងអាចធ្វើសន្តិសុខដឹងបាទហើយទៅធ្វើការងាររបស់ឯងវិញ លោកនាយធ្វើការងារអី អើយការងារឯងសន្តិសុខមានតែអាយ៉ៃម៉ូតូហ្នឹងហើយ
រឿងនឹងវិញចឹងនេះដូចជាគ្មានន័យអីសោះ ចង់បានម៉ូតូអាចមកមើលតលបាននៅទីនេះហាមានម៉ូតូតូចម៉ូតូធំម៉ូតូអង្គយ៉ាម៉ូតូចង្កឹះលេខនិយាយទៅគឺមានក្រុមសេរីតែម្ដងមានប្រាក់ខែចាប់ពីមួយខែ150ឡើងទៅក៏បងប្អូនអាចមានម៉ូតូជិះយកទៅធ្វើការយកទៅចិត្តទៅឆ្ងាយបានដែរហើយឥឡូវនេះគឺថាពិសេសមែនទែនបងប្អូនដែលគាត់ធ្វើការងាររោងចក្រ ហ្នឹងហើយអូននិយាយទៅបងចង់បន្ថែមពីលើអូនតិចនិយាយទៅការងាររោងចក្រហ្នឹងមានន័យថាគាត់ពិសេសហ่ะគាត់មានការងារមានចុងស្លឹកបើកប្រាក់ខែហើយមួយទៀតគាត់បើកលុយតាមធនាគារអ្នកខ្លះអញ្ចឹងគាត់ចំណាយពេលត្រឹមតែ5នាទីប៉ុណ្ណោះដើម្បីមកដាក់ឯកសាររយៈពេល1ម៉ោងដកម៉ូតូបានជិះតែម្ដង អូចឹងងាយៗហ្មងបង ចានិយាយទៅអត់ចាំបាច់លុយចូលរួមអត់ចាំបាច់ប្រាក់កោហើយមិនចាំបាច់មានអ្នកតំណែងទេ អូ គាត់អាចបង់រំលោះសុទ្ធ 100% ហើយជាមួយនឹងអត្រាការប្រាក់វិញ1%តែប៉ុណ្ណោះសំខាន់ណាស់ហាងយើងមានប្រូម៉ូសិនច្រើនណាអូន អូមានប្រម៉ូសិនអីគេខ្លះដែរបង មានដូចជាលុយទូរស័ព្ទដៃធុងបាស អូ ទូទឹកកក បាទ ឆ្នាំងដាំបាយចង្ក្រានអង្គសាច់ បាទ ហើយអ្វីសំខាន់ណាស់អូននិយាយទៅយើងមានសិលឹកឆ្នោតសងសំណាងណា អូ ដើម្បីឈ្នះរង្វាន់ម៉ូតូនឹងទឹកប្រាក់ជាច្រើនទៀតឯណោះ វ៉ាវអស្ចារ្យមែនទែនហាងម៉ូតូមហាលៀបបងប្អូនយើងបាទសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់ចង់ដឹងព័ត៌មានកាន់តែច្បាស់បន្ថែមទៀតបងប្អូនអាចធ្វើការតាក់ទងបានតាមเพจនិងលេខទូរស័ព្ទនៅខាងក្រោម